ចេញក្បាលវីដេអូមកគឺថាឆាតែម្ដងចឹងឆាអីចេះជម្រាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើជាមួយនឹងស៊ុបញ៉ាំធ្លាប់តែញ៉ាំស៊ុបធម្មតាចឹងថ្ងៃនេះនាងខ្ញុំធ្វើស៊ុបយ៉ាំហនញ៉ាំម្ដងមើលរសជាតិយ៉ាងម៉េចវិញជាដំបូងនេះខ្ញុំធ្វើទឹកស៊ុបសិនចំពោះទឹកស៊ុបនេះខ្ញុំមិនដាក់អីច្រើនទេដាក់ប្រេងអូលីវបន្តិចដាក់ខ្ទឹមសចូលរំលីងខ្ទឹមឲ្យឡើងឈ្ងុយមកយើងដាក់សាច់មាន់ចូលបងប្អូនចង់ប្រើឆ្អឹងជ្រូកក៏បានដែរដាក់សាច់មាន់ឲ្យរំលីងសាច់មាន់ឲ្យឡើងឈ្ងុយគឺយើងចាក់ទឹកចូលតែម្ដងហើយរួចហើយនេះខ្ញុំបានដាក់ដុំស៊ុបមួយដុំអំបិលមួយចិបម្សៅស៊ុបមួយចិបស្ករសមួយចិបមកបងប្អូនទាំងអស់គ្នាឥឡូវនេះនាងខ្ញុំបានមកធ្វើជាមួយនឹងគ្រឿងយ៉ាវហនចឹងយើងដាក់ខ្ទះដាក់ប្រេងអូលីវដាក់ខ្ទឹមសរំលីងខ្ទឹមឲ្យឡើងឈ្ងុយរួចហើយនាងខ្ញុំបានដាក់ជាមួយនឹងគល់ស្លឹកគ្រៃរំដេងហើយនិងស្លឹកក្រូចចូលមកបន្ទាប់បានដាក់ជាមួយនឹងគ្រឿងសាតេមួយស្លាបព្រាបាយចូលឆាគ្រឿងសាតេឲ្យឡើងឈ្ងុយហើយនាងខ្ញុំដាក់កាពិកន្លះស្លាបព្រាបាយចូលបន្ទាប់មកយើងឆាកាពិហើយនិងគ្រឿងសាតេឲ្យចូលសព្វគ្នាល្អមកដើម្បីគ្រឿងរបស់យើងឡើងឈ្ងុយចឹងបងប្អូនទាំងអស់គ្នាយើងដាក់ម្ទេសឆ្អើរចិញ្ច្រាំកន្លះស្លាបព្រាបាយចូលទៀតណាឃើញថាគ្រឿងរបស់យើងឡើងឈ្ងុយហើយឡើងស្ងួតទឹកហើយនាងខ្ញុំបានដាក់ជាមួយនឹងទឹកអំពិលទុំចំនួន5ស្លាបព្រាបាយហើយដាក់ជាមួយនឹងស្ករក្រហម1ស្លាបព្រាបាយចូលកូរស្ករក្រហមឲ្យចូលសព្វជាមួយនឹងគ្រឿងរបស់យើងបានល្អសិនមកបន្ទាប់មកនេះខ្ញុំបានដាក់ជាមួយនឹងខ្ទិះដូងចំពោះខ្ទិះដូងនេះខ្ញុំដាក់កន្លះលីត្រកូរខ្ទិះដូងឲ្យចូលសព្វជាមួយនឹងគ្រឿងរួចហើយយើងឥឡូវនេះឃើញថាគ្រឿងរបស់យើងឡើងពុះហើយខ្ញុំក៏បានទុកមួយឡែកសិនយើងក៏លេចមកមើលទឹកស៊ុបរបស់យើងវិញម្ដងព្រោះថានេះខ្ញុំបានរំងាស់ទុកចោលទឹកស៊ុបយើងក៏ឆ្អិនដែរនេះខ្ញុំក៏បានចាក់គ្រឿងដែលយើងបានធ្វើបាញ់មិញចូលចាក់ចូលហើយយើងកូរបន្តិចទុកមួយពុះគឺឆ្អិនដែរម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងគឺថាលឿនទេបងប្អូនទាំងអស់គ្នាឥឡូវនេះនេះខ្ញុំមកធ្វើជាមួយនឹងទឹកជ្រលក់ចំពោះទឹកជ្រលក់នេះខ្ញុំយកខ្ទឹមបារាំងហើយនិងខ្ទឹមក្រហមម្ទេសយកមកបុកមកដាក់គល់ជីបន្សុយបន្តិចហើយបងប្អូនទាំងអស់គ្នាបុកឲ្យម៉ត់សិនមករួចហើយនេះខ្ញុំបានបន្ថែមជាមួយនឹងទឹកត្រី2ស្លាបព្រាបាយអំបិល1ចុងស្លាបព្រាបាយស្ករស1ចុងស្លាបព្រាបាយម្សៅស៊ុប1ចុងស្លាបព្រាបាយរួចហើយនេះខ្ញុំបានយកទៅដាក់លើភ្លើងដើម្បីចម្អិនឃើញថាទឹកជ្រលក់របស់យើងពុះហើយនេះខ្ញុំបានកូរត្រឡប់ទៅត្រឡប់មកដើម្បីឲ្យទឹកជ្រលក់របស់យើងឆ្អិនបន្ទាប់មកខ្ញុំបានដាក់ទឹកម្ទេស3ស្លាបព្រាបាយទឹកប៉េងប៉ោះ4ស្លាបព្រាបាយចូលកូរបន្តិចដើម្បីឲ្យទឹកជ្រលក់របស់យើងចូលសព្វជាមួយនឹងគ្រឿងហើយពុះបានល្អសិនមកឃើញថាទឹកជ្រលក់របស់យើងពុះហើយក៏ឆ្អិនដែរនាងខ្ញុំក៏បានដាក់ជាមួយនៅល្ងសចូលបងប្អូនទាំងអស់គ្នាទឹកជ្រលក់ស៊ុបយើងធ្វើបែបហ្នឹងគឺថាឆ្ងាញ់មែនទែនហើយល្ងសគឺថាត្រូវតែម្ដងព្រោះថាយើងជ្រលក់ទៅគឺថាអត់ដឹងអស់ទឹកជ្រលក់ទេគឺថាឈ្ងុយឆ្ងាញ់មែនទែនឥឡូវនេះក៏លេចមើលទឹកស៊ុបរបស់យើងវិញរៀងស្ទើរផ្អែមនេះខ្ញុំបានដាក់ទឹកដោះគោខាប់កន្លះវែកចូលដោះស៊ុបចាហនរបស់យើងឆ្អិនហើយនេះខ្ញុំបានរៀបជាមួយនឹងទឹកជ្រលក់បន្លែមានត្រកួនមានជាមួយនឹងផ្សិតម្ជុលមានស្ពៃតឿមានស្ពៃបូកូចំពោះបន្លែបងប្អូនចូលចិត្តបន្លែអីដាក់បន្លែហ្នឹងមកព្រោះថាអត់រើសទេបន្ទាប់ទៀតនាងខ្ញុំក៏មានជាមួយនឹងសាច់គោមានជាមួយនឹងបង្គាមានជាមួយនឹងមីគូតមីហ្នឹងគឺថាចោលអត់បានទេបងប្អូនបើដែរញ៉ាំជាមួយនឹងមីគូតនឹងអាចសាកបានរសជាតិគឺថាឆ្ងាញ់មែនទែនតើបងប្អូនទាំងអស់គ្នាឥឡូវនេះដល់វគ្គយើងញ៉ាំហើយដួសទឹកស៊ុបដាក់ឆ្នាំងមកដាក់បន្លែចូលមកហើយយើងបើកហ្គាសមកបន្លែរបស់យើងមានអីដាក់ទាំងអស់មកបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំបានដាក់ទឹកដោះគោឆៅមួយកំប៉ុងទៀតដើម្បីរសជាតិកាន់តែឆ្ងាញ់ឥឡូវនេះឃើញថាស៊ុបរបស់យើងឆ្អិនហើយបងប្អូនទាំងអស់គ្នាចាំម្កាលដួសមកបងអូនអើយមើលមីមើលបង្គានៅក្នុងឆ្នាំងហើយដាក់សាច់គោទៀតមកគឺថាអែមមែនទែនហ្មងបងអូនសុំញ៉ាំសិនណាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់